ទូបង្គំមានគ្រួសារទៅហើយមិនដឹងអាចការពារត្រង់ទៅត្រង់ច្រើនឆ្នាំមកនេះធ្លាប់មានគំនិតសម្រាប់ទូបង្គំដែរទេត្រង់ចង់សម្រាប់ទូបង្គំមែនហើយប៉ុន្តែគិតនឹងធ្វើគឺជារឿងពីរផ្សេងគ្នានគរទាំង6បានរួបរวมហើយអ្វីដែលទូបង្គំត្រូវធ្វើក៏ធ្វើហើយដែរទូបង្គំប្រាប់ឲ្យទ្រង់ធ្វើអ្វីក៏ទ្រង់មិនធ្វើប្រាប់ថានៅលើលោកនេះគឺគ្មានថ្នាំអមតៈទេទូលបង្គំទូលសួរត្រង់បើទូលបង្គំអាចនាំទ្រង់ទៅវាំងវិញដោយសុវត្ថិភាពតើទ្រង់ដោះលែងទូលបង្គំទេពេលនេះមនុស្សរបស់លោកមិនព្រមដោះលែងយើងទេបានជាពួកគេមកដល់ទៅហើយមានន័យថាលោកក៏មានឱកាសផ្សេងត្រឡប់ទៅផ្ទះវិញបានដូចគ្នាវ៉េលីឈួនណាស់ឈួនណាស់ឆាប់មកជួយកូនទៅឆាប់ឡើងលែងដៃគេភ្លាមទៅចង្រៃមែនកុំប្រញាប់ពេកអីបាយទេតាំងស្រួលទៅចង់ធ្វើស្អីទៀតដល់ពេលហើយព្រះអង្គចង់ធ្វើស្អីសប្បាយចិត្តនឹងសម្លាប់ខ្លាំងណាស់ទៅអីដៃរបស់នេះឈឺដែរទេ sorry មកណាហេតុអីក៏ចង់សម្លាប់ពួកគេហ៎តើមានបំណងអីឲ្យប្រកាសទៅប្រាប់បានទេអ្នកដែលគួរស្លាប់គឺជាលោកហេតុអីលោកមិនទៅវិញនាងគិតថាខ្ញុំមិនចង់ត្រឡប់ទៅវិញទេអីខ្ញុំក៏ចង់ទៅវិញណាបាទហើយមិនក៏មកក្រោបមកដល់មកបងសៀបងមិនអីទេមែនទេហើយចុះគេជាណាបានហើយខ្លំមើលគេឲ្យជាប់ទៅបាទអរគុណសេឡុងបងមិនអីទេមែនទេហងសេឡុងគ្រូសិស្សលោកពិតជាមានតំណែងទំនងជ្រាលជ្រៅមែនប្រហែលឆ្នាំនេះលោកសាងសង់បន្ទាយនឹងផ្លូវសម្ងាត់នេះក្រែងបង្កើនម្នាក់នឹងមែនទេថ្ងៃនេះលោកបែរជាយកពោះចូលផ្ទះនេះគឺមិនអីទេណាទុកមួយឲ្យខ្លះផងទៅមនុស្សកំពុងតែមើលច្រើនណាស់ខ្ញុំក៏គ្មានជំរឿសដែរជួយម្ដងទៅផ្ដេសផ្ដាស់ឃើញយើងហើយមិនក៏មកលុតជង្គង់ត្រង់ប្រពន្ធទូបង្គំឈ្មោះវ៉ាន់សៀងមិនសូវចេះនិយាយទេគ្រាន់តែចង់បង្ហាញការគោរពតែប៉ុណ្ណោះនៅចំពោះមុខយើងអ្នកភូមិធម្មតាហ៊ានផ្ដេសផ្ដាស់ផងថយក្រោយទៅនៅទីនេះ
មិនមែនជាកន្លែងព្រះអង្គអាចប្រើអំណាចបានទេ ពិតជាខ្លាំងណាស់ហ៊ាននិយាយបែបនេះដាក់យើងផងតើមែនទេបានហើយឈប់ឆ្លោះគ្នាទៅណាឈប់ឲ្យលឿនឡើងទៅបានហើយកុំឲ្យរឿងកាន់តែធ្ងន់ធ្ងរការពារសុវត្ថិភាពផងហងសៀវឡុងចង់ធ្វើអីមិនក៏ត្រង់ស្រែកខ្លាំងម្ល៉េះទូបង្គំដើម្បីត្រង់ល្អទេនេះគឺជាកន្លែងសុវត្ថិភាពបំផុតហើយឃ្លាំមើលគេឲ្យជាប់គេមានសត្រូវច្រើនណាស់ប្រយ័ត្នផងទៅណាដឹងហើយទៀតមិញខ្ញុំឮស៊ីធូនិយាយថាគ្រួសារគាត់និងគ្រួសារបងវិនយើងសុទ្ធតែសម្លាប់ដោយសារសង្គ្រាមតើព្រះអង្គគឺជាអ្នកបង្កឡើងមែនទេធ្វើការងារឯងឲ្យល្អទៅបានហើយពេលនេះឯងធំហើយណាមិនមែនឈ្មោះហុងអ៊ីទេឈ្មោះក្រៅប៉ៅពេលនេះឯងគួរតែមានអាយុ20ឆ្នាំហើយកាលនោះនៅពេលដែលយើងធ្វើជាសិស្សរបស់ឪពុកឯងគឺនៅក្មេងជាងឯងទៅទៀតណាបន្ទាយនេះការពារពួកយើងពីសង្គ្រាម20ឆ្នាំមុនប៉ុន្តែថ្ងៃនេះលោកបែរជានាំមនុស្សអាក្រក់នោះមកទីនេះបែបនេះគ្រោះថ្នាក់ដល់គ្រួសារលោកណាស់ហើយក៏ប៉ះពាល់ដល់សិស្សខ្ញុំដែរ King Fang Ching Ching មិនហ៊ានសួរតែខ្ញុំហ៊ានតើយុបប៉ុណ្ណាទៀតតើលោកចង់លាក់បង់ខ្លួនដើម្បីចៅផាន់ដល់ពេលណាទៀតខ្ញុំក៏ត្រូវមានទំនួលខុសត្រូវខ្លះដែរដើម្បីឲ្យបានកាត់ឡើងខ្ញុំមិនអាចបោះបង់ទីបានទេដើម្បីគេលោកអាចលះបង់សុំបីតែមិត្តភ័ក្តិនិងគ្រួសារមែនទេពួកនាងក៏ជាគ្រួសាររបស់ខ្ញុំដែរខ្ញុំមិនលះបង់នរណាម្នាក់ទាំងអស់ខ្ញុំជាលោកជាង20ឆ្នាំហើយខ្ញុំគ្រាន់តែចង់ដាស់តឿនលោកចិត្តឬឆ្ងាយពេលខ្លះពិបាកថ្លឹងថ្លែងណាស់គ្រប់យ៉ាងសុទ្ធតែមានជំរឿកេលីអាដានទទួលបានទេពេលនេះតើស្ដេចឈិនគេណាប្រៃនេះតែតែចោះអាប់ពិបាកដឹងទិសដៅណាលោកមិនអាចរកពួកគេឃើញឡើយអាយ៉ាអាខេនអត់ទេថៅកែមើលទៅបងប្អូនរបស់ខ្ញុំម្នាក់បានស្លាប់ម្នាក់បាត់ខ្លួនស្ដេចក៏ត្រូវបាត់ទៅដែរអញ្ចឹងបើទោះបើទៀតលោកធ្វើយ៉ាងម៉េចឯងទុកចិត្តចុះខ្ញុំត្រូវតែរកស្ដេចនោះឲ្យឃើញហងសៀវឡុងមិនបោះបង់គ្រួសាររបស់គេចោលទេឡបែបនឹងទៅហើយលុយបងប្អូនខ្ញុំពីរនាក់នោះឲ្យមកខ្ញុំមកតើបានដែរទេបើថ្លៃកេលីអាចនឹងត្រូវហងសៀវឡុងចាប់ខ្លួនដែរទេ
អី ធ្វើអីញ៉ាំអីបន្តិចសិនទៅ បាទ នេះជាស្អីបើប្រើសំឡេង ទូរស័ព្ទសម័យនេះសុទ្ធតែប្រើសំឡេងទាំងអស់ហើយវាស្គាល់តែសំឡេងខ្ញុំម្នាក់កូនខ្ញុំនិយាយថាបាន Thank you 爸爸， វ៉ារូបភាពក៏អាចពង្រីកបានទៀតណហើយយ៉ាមើលទៅរាវដៃក៏បានទៀត 这么好 ពិតជាគួរ 玩 ចាប់អារម្មណ៍មែន 哇！ នំមិន 菠 ហ 萝 យ 油蛋 អូនំពងទៀត 好吃啊！ នំសណ្ដែកទៀត លោកនឹកហុងកុងទេ សងទៅនេះវិញ 别 ខូ 弄 ច 坏了 មាន 怪 បញ្ហា 我。 ហើយមែនទេ មិនងាយបែកទេទូរស័ព្ទដែលប្រើពេលនេះសុទ្ធតែផលិតនៅប្រទេសចិនសាក់ម្ដងអាចប្រើបានមួយឆ្នាំឯណោះ មិនមែនទេដឹងនេះជាទូរស័ព្ទមួយគ្រឿងមិញហ្នឹងអីទូរស័ព្ទចាស់របស់ខ្ញុំដូចជាមិនសូវជឿនលឿនសោះ នេះហៅថាកម្រិតខ្ពស់ខ្ញុំមើលទៅលោកដូចជាអ្នកស្រែអញ្ចឹងយករបស់នេះចេញពីកាបូបខ្ញុំមកមួយនេះអស់ចាន មួយគ្រឿងនេះតាមមែនទេ មួយនេះជារបស់កំហើញអស់ចាស់បំផិតរបស់ប៉ាខ្ញុំ វ៉ាជាគៀងអាឡាដាំងមែនទេនេះមកតោបាយហ៎ វាមិនត្រឹមតែជាម៉ូតូទេ មើលមកផ្លេតក៏ដឹងថាជាម៉ាស៊ីនបូមតលីដែរ 哇！ វ៉ាអត់ពីដៃទៀតផងគ្រប់គ្រងយ៉ាងម៉េចទៅនេះ ប្រាចិត្តគ្រប់គ្រងมันក៏ហត់លោកទេ ប្រើចិត្តហោះហើរហើយជូប៉ារបស់នាងគឺពិតជាខ្លាំងជាងអ៊ីនស្ទៀនទៅទៀត ដើមឡើយប៉ាខ្ញុំជានាយក R&D នៅក្រុមហ៊ុនបច្ចេកវិទ្យាលីស៊ីវឆាយម៉ាស៊ីនពេលវេលាគឺគាត់ជាអ្នករកឃើញតែលីស៊ីវឆាយបែរជាជ្រើសលោកជាមនុស្សទី1ធ្វើដំណើរឆ្លងពេលវេលាតែដោយសារលោកមិនត្រឡប់ទៅវិញត្រូវមានមនុស្សទទួលខុសត្រូវប៉ាខ្ញុំត្រូវជាប់គុកទាំងយកច្រឡំ សុំទោស Sorry， នាំបញ្ហាឲ្យប៉ារបស់នាងហើយ ហេតុអីលោកមិនទៅវិញបើលោកទៅវិញគាត់ក៏មិនជាប់គុកដែរ បើអញ្ចឹងពួកនាងមកនៅលើនេះមានបំណងអី គាត់ចង់ជំនួសស្ដេចឈិនធ្វើស្ដេចខ្លួនឯង